វីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបធ្វើពងមាន់ទឹកស្អ៊ីវឲ្យមានរសជាតិឆ្ងាញ់ការវីដេអូមុនខ្ញុំយកទៅស្ងោរហើយមកខ្ញុំយកមកត្រាំទឹកស្អ៊ីវប៉ុន្តែវីដេអូនេះគឺខ្ញុំយកទៅស្នូវាមកត្រាំបងប្អូនហើយរបៀបធ្វើទឹកស្អ៊ីវក៏ដូចគ្នាដែរយើងចាក់ទឹកធម្មតា2ចានមកទឹកស្អ៊ីវ1ចានហើយនឹងស្ករស1ចានហើយនឹងលូអំបិលបន្តិចបងប្អូនហើយយើងកូរវាឲ្យចូលជាតិគ្នាល្អហើយយើងដាក់ឲ្យវាពុះបងប្អូនពុះហើយយើងចាប់ផ្ដើមបិទភ្លើងទៅហើយយើងទុកម្ដុំសិនទុកឲ្យវាត្រជាក់សិនបងប្អូនហើយយើងចាប់ផ្ដើមមកធ្វើពងមាន់យើងព្យាយាមធ្វើយឺតមកយើងយកតែស្នូកដាវាណាបងប្អូនហើយពេលយើងធ្វើពងមាន់យើងធ្វើម៉េចឲ្យវាអស់ពណ៌សបងប្អូនកុំឲ្យវានៅពណ៌សច្រើនអញ្ចឹងធ្វើឲ្យពងមាន់យើងនឹងឆ្អាបហើយពេលធ្វើយើងរៀងថ្នមដៃតិចណាបងប្អូនកុំឲ្យវាបែកអាស្នូវាហ្នឹងណាឥឡូវយើងចាក់យើងធ្វើហើយទឹកស្អ៊ីវយើងទុកឲ្យត្រជាក់ហើយហ្នឹងយើងយកមកយើងដាក់វាចូលមកដាក់ថ្នមដូចខ្ញុំចឹងមកបងប្អូនខ្ញុំធ្វើតិចបងប្អូនហើយធ្វើតាម8គ្រាប់ទេដោយសារខ្ញុំញ៉ាំតែម្នាក់ឯងបងប្អូនតាមទឹកស្អ៊ីវយើងរួចរាល់ហើយយើងបិទកំហុសវាមកហើយយើងទុករយៈពេល4 ទៅ 5 ម៉ោងទៅអាចញ៉ាំបានទេបងប្អូនអើយ